សេចក្តីជូនដំណឹងស្តីពីការលុបចោលអាជ្ញាប័ណ្ណនិងការផ្អាកអាជីវកម្មរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិនាយត្តករមួយល្បាតកម្ពុជា NOMOC សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលល្បាតនិងសាធារណជនទាំងអស់ជ្រាបថា NOMOC បានសម្រេចលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិរបស់ក្រុមហ៊ុន Amara Capital MOC សម្រាប់អាជីវកម្មបង្កើតគ្រប់គ្រងនិងចាត់ចែងមូលនិធិសាធារណៈនៃគម្រោងវិនិយោគរួមអាជីវកម្មបង្កើតគ្រប់គ្រងនិងចាត់ចែងបរិធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួមអាជីវកម្មបង្កើតគ្រប់គ្រងនិងចាត់ចែងមូលនិធិសាធារណៈនិងឬឯកជននៃគម្រោងវិនិយោគរួមដែលធ្វើឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យានិងអាជីវកម្ម crowdfunding ក្នុងនាមជាអន្តរការីរវាងបុគ្គលធ្វើសំណើលក់មូលបត្រនិងវិនិយោគិនចាប់ពីថ្ងៃទី31ខែកក្កដាឆ្នាំ2026តាមការស្នើសុំរបស់ក្រុមហ៊ុននិងផ្អាកអាជីវកម្មជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិជាបណ្ដោះអាសន្នរបស់ក្រុមហ៊ុន Amara Capital MOC សម្រាប់អាជីវកម្មបង្កើតគ្រប់គ្រងនិងចាត់ចែងមូលនិធិឯកជននៃគម្រោងវិនិយោគរួមដែលមានអាសយដ្ឋានទីស្នាក់ការកណ្ដាលស្ថិតនៅអគារលេខ 113C មហាវិថីម៉ៅសេតុងភូមិ7សង្កាត់ទួលស្វាយព្រៃ1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញតាមការស្នើសុំរបស់ក្រុមហ៊ុនអាស្រ័យដោយបានជម្រាបជូនខាងលើសូមក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រនិងសាធារណជនទាំងអស់ជ្រាបជាព័ត៌មានថ្ងៃសុក្រ9រោចខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី7ខែសីហាគ្រិស្តសករាជ2026នាយត្តករមូលបត្រកម្ពុជា